ជំរាបសួរលោកគ្រូខ្ញុំបាទបានសេងហ៊ុននេះជាវីដេអូដែលយើងធ្វើបន្ត redirection ទៅលើ file comment របស់យើងហ្នឹងដំបូងយើងធ្វើការ connect ASA ជាមួយនឹង Pop OS របស់យើងសិនមក ASA បន្តមកយើងធ្វើទៅតាម requirement របស់យើងចំនួន4 list all in /etc to su30.txt ដំបូងដើម្បី list បានយើងប្រើ command ls /etc តទៅទៀត su30.txt តមកយើង show file su30.txt ដើម្បី show បានយើងប្រើ command cat su30.txt យើងប្រើ command pi មក nl ដើម្បីឲ្យវា show number of line មកឲ្យយើងឃើញអញ្ចឹងវាមានពី30 line តមកទៀតយើងធ្វើការ add more ទៅលើ su30.txt ហ្នឹងចំនួន2 ដងទៀតដែលយើងប្រើ command ls /etc su30.txt យើង add បានម្ដងហើយយើងធ្វើការ check មើលសិនមកយើងប្រើ command cat su30.txt pi number of line អញ្ចឹងវាឡើងចំនួន460 line តមកយើងធ្វើការ add មួយទៀតមក ls /etc su30.txt តមកយើងធ្វើការ show su30.txt ហ្នឹងយើង add បាន 2 ដងហើយឯងតមកយើងប្រើ requirement ទី4 show su30.txt ដើម្បី show បានយើងប្រើ command cat su30.txt តមក pi number of line អញ្ចឹងវាឡើងចំនួន690អញ្ចឹងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរយើងធ្វើ requirement ចំនួន4ហ្នឹង redirection ហ្នឹងក៏សូមអរគុណលោកគ្រូដែលបានមើលវីដេអូនេះផងដែរ